សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវឲ្យពលរដ្ឋកម្ពុជាបង្កើនការគាំទ្រនិងប្រើប្រាស់ផលិតផលនៅក្នុងស្រុកបន្ថែមទៀតដើម្បីពង្រឹងសេដ្ឋកិច្ចជាតិការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលខាងលើនេះនៅក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ9មេសាលើកទី9ឆ្នាំ2026ក្រោមប្រធានបទផលិតផលខ្មែរប្រើប្រាស់ខ្មែររីកចម្រើនសម្ដេចមានប្រសាសន៍ថាបញ្ហាប្រឈមនាពេលបច្ចុប្បន្នរួមទាំងអស្ថិរភាពសេដ្ឋកិច្ចពិភពលោកនិងភាពតានតឹងនៅតាមព្រំដែនបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាពនិងស្ថិរភាពដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសម្ដេចបានសង្កត់ធ្ងន់ថាការលើកកម្ពស់ផលិតផលក្នុងស្រុកមិនត្រឹមតែជួយដល់ផលិតករនៅក្នុងស្រុកប៉ុណ្ណោះទេក៏ប៉ុន្តែថែមទាំងជាយុទ្ធសាស្ត្រសំខាន់នៅក្នុងការកសាងសេដ្ឋកិច្ចធន់និងបង្កើតតម្លៃបន្ថែមនៅក្នុងប្រទេសក្នុងពេលដែលមានភាពមិនប្រកបវិជ្ជានៅក្នុងតំបន់និងពិភពលោកអង្គការតែតាំងពប្រធានសហព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាបានកត់សម្គាល់អំពីកំណើននៃការប្រើប្រាស់ផលិតផលក្នុងស្រុកយ៉ាងខ្លាំងបន្ទាប់ពីពលរដ្ឋខ្មែរបានធ្វើពហិការប្រើប្រាស់ទំនិញថៃហើយជំរុញឲ្យសហគ្រាសក្នុងស្រុកពង្រីកផលិតកម្មដើម្បីឆ្លើយតបទៅនឹងការកើនឡើងនេះសូមបញ្ជាក់ថារដ្ឋាភិបាលកំពុងអនុវត្តនូវគោលនយោបាយនិងយុទ្ធសាស្ត្រជាច្រើនដើម្បីបង្កើនសមត្ថភាពផលិតកម្មក្នុងស្រុករួមទាំងការលើកកម្ពស់គុណភាពផលិតផលការពង្រីកទីផ្សារគាំទ្រសហគ្រាសធុនតូចនិងមធ្យមនិងការពង្រឹងអត្តសញ្ញាណផលិតផលកម្ពុជាដើម្បីប្រកួតប្រជែងទីផ្សារនៅក្នុងស្រុកនិងអន្តរជាតិអស់កម្លាំងទៅកម្លាំងជាមួយបាកាលើកពីភេសជ្ជៈបើកម្លាំង